បងចង់សួរអូនរឿងក្នុងចិត្តតាំងពីយូរហើយអីបងតើអូនស្រឡាញ់បងត្រង់ណាស្រឡាញ់ប្តីត្រង់ណាចាយណាឡាញ់ត្រង់ណាត្រង់បាយមានក្តោលយបែចុះនេះចាប់ឲ្យចាយនិយាយចឹងចាប់ហើយចុះប្រុសណាអត់អាហ្នឹងចាប់ឲ្យចាយនិយាយអីចឹងឯងស្ដាប់អីបងចាប់ប្រយអើយតាប៉ែចំទៀតសំណាងឲ្យមានមនុស្សនេះមនុស្សខ្មាស់គេងាប់បាយអាលេងអីចឹងឯងតាប៉ែបងប្អូនធ្លាប់ចាច់មកគេអត់បងប្អូនតាប៉ែចំទៀតអើយចាប់ហ្មងចាប់ហើយអានេះសំណាងឲ្យមានមនុស្សវិញដឹងយកមកទៅគេដែរទេចាប់ហើយញើដូចខ្វះតែឲ្យលេងនេះចាប់ហើយចិត្តភ្លឺលេងឡើងផ្លុំអញ្ចឹងមកសុំបាយបាច់ដេកគេកុំខ្វល់អូនកុំខ្វល់តែប៉ាត្រូវទៅធ្វើការធ្វើអីផ្លុំឲ្យខ្វល់ទេអើយលក្ខណៈថាប៉ិនទិញរបស់ឲ្យលេងមកដូចខ្វល់អីទិញឲ្យលេងហ្មងអើយកុំខ្វល់កូនផ្លុំកុំខ្វល់ថាប៉ាត្រូវងើបទៅធ្វើការអីកុំខ្វល់ផ្លុំទៅសព្រាកដាលនេះមិនប្រើសព្រានេះគេឲ្យប្រើព្រាកដាលបងមិនក៏ប្រើព្រាហ្នឹងប្រើព្រាកដាលអនាម័យខានខ្ញុំចាប់អារម្មណ៍លើកូនស្រីគាត់ប៉ិនសូត្រកំណាបមកកំណាបគាត់មានអត្តន័យមកហើយតិចបានចាយផឹកស៊ីសុកស្រាប់តែរត់ចោលអញចឹងណាស្រាយបៃហាដោះស្រាយហើយនិយាយហើយតិចបានចាយរត់ចោលអញតែដេកអញ្ចឹងហើយអញអង្គុយផឹកអ្នកឯងហើយពេលខ្លះបងប្អូនមានចង់សួរសំណួរនេះទៅកាន់មិត្តភក្តិបងប្អូនអត់ថាហេតុអ្វីបានជាចូលចិត្តរត់ចោលគ្នាម្លេះហើយមិនចាំទៅទាំងអស់គ្នាភូមិនេះមើលទៅឃើញសិតតែស្រីចាសិតតែស្រីចឹងមែនប្រុសទៅណាអស់ហើយប្រុសទៅធ្វើការឲ្យជួនណាវាឆ្លាប់អស់ចឹងនៅតាម៉ាយអូភូមិនេះសបោម៉ាយម៉ាយគូអើយនៅម៉ាយម៉ាននេះម៉ាយច្រើនអ្នកដែរវារាប់អត់ឈ្នះដែរម៉ាយជប់ឆ្ងល់ទៅហេតុអ្វីបានជាប្រជាជនយើងតិចបងប្អូនដោយសារកំណើនមេម៉ាយច្រើនអញ្ចឹងហើយបានជាប្រជាជនយើងតិចនោះបងប្អូនអញ្ចឹងហើយបងមេម៉ាយគួរពិចារណាឡើងវិញណាគួរតែចាប់ដៃគូវិញណាបងប្អូនប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយក៏អាចឲ្យសុខភាពខ្លួនឯងដែរប្រាក់ខែច្រើនក៏ដោយសុំឈប់បដោយសុំឈប់បដោយបើសិនតែយើងខំប្រឹងធ្វើការល្អហើយมันបានល្អថានេះអាចយើងធ្វើល្អ10កាលយើងខុសមិនតិចអាលីអា10ទាំងអស់លីងខុសប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយក៏អាចឲ្យសុខភាពខ្លួនឯងដែរទៅចិត្តបើថានេះទៅធ្វើការឯផ្សេងឬក៏ឈប់ធ្វើការដល់ជប់ពីកន្លែងហ្នឹងមកអត់ឲ្យបកែមកធ្វើចឹងតែយើងបងប្អូនដូចបង DJ កាកាលើកមកអញ្ចឹងបងប្អូនធ្វើការកុំឲ្យមានសម្ពាធផ្លូវចិត្តបងប្អូនបើសិនជាមានសម្ពាធផ្លូវចិត្តហើយចប់ហើយព្រោះអីយើងសំខាន់ជាងគេគឺផ្លូវចិត្តហ្នឹងហើយបើផ្លូវចិត្តមានបញ្ហាធ្វើអីក៏អត់ជោគជ័យដែរបងប្អូនហើយយើងវាអត់មានអារម្មណ៍ធ្វើតែផ្លូវចិត្តយើងទ្រុឌទ្រោមហើយចប់ហើយចឹងហើយបងប្អូនគួរតែមើលថែផ្លូវចិត្តខ្លួនឯងឲ្យបានល្អបងប្អូនណាឲ្យគាត់និយាយទូរស័ព្ទតើជាសហការគ្នាចឹងហ៎បងប្អូន13 14ណាតើជាសហការគ្នាចឹងហ៎ចាប់ហើយអូនពីលក្ខណៈថាយូរទៅចេញក្រៅម្ដងគ្រាន់តែឆ្លៀតចឹងតែសំខាន់ពួកគាត់សហការគ្នាបានល្អបងប្អូនតែបើសិនជាប្រពន្ធគាត់បានឃើញវីដេអូនេះមិនដឹងមិនទេទូអីបើថាខ្ញុំសឹកខំតែប្រពន្ធគាត់បានឃើញចុះ